ម៉ាស៊ីនហ្គេម PS Vita ក្នុងឆ្នាំ2026ហ្នឹងនៅតែល្អប្រើអត់ហើយនេះគឺជាម៉ាស៊ីនហ្គេម PS Vita របស់ខ្ញុំទំហំ 128GB jailbreak ហើយអ្នកនរគ្នាមើលហ្គេម 128GB តែដាក់លេអត់អស់ហើយសួរថាហេតុអីបានខ្ញុំនៅតែចូលចិត្តលេងហ្គេម PS Vita ដោយសារវាសប្បាយលេងជាងហ្គេមនៅលើទូរស័ព្ទទោះបី17 Pro Max ក្រោយអាហ្គេមដែលសប្បាយលេងខ្លាំងហ្មងវាលេងបានតែ Black ធុញខ្ញុំនិយាយមែនខ្ញុំលេងហ្គេមលើទូរស័ព្ទខ្ញុំឆាប់ធុញដូចស្អី Genshin Impact Wuthering Waves Aware the Wind Mid អីហ្នឹងលេងមានអារម្មណ៍ថាវាឆាប់ធុញមែនទែនហើយមួយទៀតគឺត្រង់ថាថ្មនៅលើទូរស័ព្ទយើងលេងហ្គេមយើងអាចសាកបដើលេងបដើបានទេវាធ្វើឲ្យខូចថ្មទូរស័ព្ទរបស់យើងហើយមួយទៀតហ្គេមនៅលើ PSP ឥឡូវហ្នឹងក៏គេមានវិធីដាក់នៅលើទូរស័ព្ទដែរប៉ុន្តែវានៅតែអត់ស្រួលលេងចឹងអត់ស្រួលលេងត្រង់មិនត្រង់យើងត្រូវទិញដៃថែមឬមួយក៏ពេលដែលយើងលេងធម្មតាអាហ្គេមដូច God of War លេងជក់ណាមិនលេងកន្លះម៉ោងអីឈប់អត់ទេលេងឱកាសជក់លេងខ្លួន2 3ម៉ោងនេះក៏មានដែរអញ្ចឹងយើងនៅលើទូរស័ព្ទយើងអាចលេងបដើសាកបដើបានទេវាធ្វើឲ្យខូចថ្មទូរស័ព្ទលុះត្រាតែយើងប្រើប្រភេទពួក gaming phone តែ gaming phone វាថ្លៃហើយដូចខ្ញុំនិយាយចឹងវានៅតែអត់ស្រួលលេងចឹងដោយសារនេះវាស្រាលវាមានដៃអីជាប់ជាមួយអេក្រង់អីជាប់គ្នាមកស្រាប់អញ្ចឹងយើងត្រូវលេងចុចប៊ូតុង power ដោះសោពឹកចូលលេងយកមកហើយអត្ថប្រយោជន៍វាមួយទៀតគឺថ្មវាកាន់ទោះបីជានេះវាចេញយូរហើយមែនខ្ញុំលេងហ្គេមខ្ញុំសាកមកពេញខ្ញុំលេង God of War តាំងពីព្រឹកដល់ថ្ងៃអត់ទាន់អស់ថ្មផងតែបើថាយើងខ្លាចអស់ថ្មសាកបដើលេងបដើក៏បានដែរហើយអានេះគឺជា PS Vita Slim ដែលជាប្រភេទអេក្រង់ LCD ទំហំ5អ៊ីងសួរថា5អ៊ីងរបស់វាហ្នឹងមិនដែរបាទអត់តូចទេលឺថា5អ៊ីងគិតថាទំហំហ្នឹងដូចតូចអត់តូចទេបាទកាន់មើលភ្នែកមិនដឹងហើយសំខាន់ touch screen ណាគឺល្អមែនទែនចេញយូរឆ្នាំហើយមែនប៉ុន្តែនិយាយពីថា touch screen អត់ចាញ់ទូរស័ព្ទដែលចេញឥឡូវទេបាទហើយអត្ថប្រយោជន៍របស់វាមួយទៀតបើសិនជាប្រៀបធៀបជាមួយនឹងម៉ាស៊ីន game handheld ដែលចេះឥឡូវនេះមានដូចជា Steam Deck ឬមួយក៏ប្រភេទពួក OG ហ្នឹងពួកហ្នឹងក៏វាជា handheld ដែរហើយខ្ញុំទទួលស្គាល់ថា game handheld ហ្នឹងវាសប្បាយលេងវាជាប្រភេទ game computer ប៉ុន្តែខ្ញុំប្រើហើយអស់ហើយ Steam Deck អីហ្នឹងបាទ OG ហ្នឹងប្រើហើយអស់ហើយចុងក្រោយខ្ញុំនៅតែត្រឡប់មករក PS Vita ហើយជាមួយនឹងម៉ាស៊ីន game Switch ដោយសារអីអានេះយើងអត់ខ្វល់រឿងយកដុំ adapter តាមខ្លួនស្រួលដាក់កប៉ៅយកទៅណាក៏បានដែរលេងបានគ្រប់ពេលខុសពីម៉ាស៊ីន game handheld ប្រភេទពួក PC លេងមានអារម្មណ៍ថាថ្មវាអត់កាន់ទេបើថាលេងហ្គេមធំៗណា1ម៉ោងនេះហ្នឹងម៉ោងជាងនេះហ្នឹងត្រូវ speed ដុំ adapter តាមខ្លួនហើយវាធំវាធ្ងន់ត្រូវដាក់កាបូបដាក់ speed តាមខ្លួនវាអត់ដូចពួកនេះបន្សំជាគេហៅថា handheld មែនស្រួលយកតាមខ្លួនមែនទេប៉ុន្តែខ្ញុំនិយាយនេះមិនមែនមានន័យថាវាល្អជាងប្រភេទពួក handheld ដែលចេញឥឡូវទេគ្រាន់យើងនិយាយពីគុណសម្បត្តិរបស់វាគុណសម្បត្តិ PS Vita បាទហើយមួយទៀតគឺ game របស់វាគឺសម្បូរ game ដែលសប្បាយលេងទោះបីជាឥឡូវហ្នឹង Sony ឡើងផលិតម៉ាស៊ីន game PS Vita បន្តហើយមែនប៉ុន្តែ game ដែលគេធ្លាប់ចេញមកគឺមានរាប់ពាន់ game ដូច game បាល់ទាត់ Rambo កទឿ God of War Gundam game Marvel One Piece ដូចដែលខ្ញុំបង្ហាញអ្នកនរគ្នាចឹងទោះបីជា game ស៊េរីចាស់មែនប៉ុន្តែ graphic វាគឺស្អាតខ្លាំងមែនទែនហើយសប្បាយលេងជាង game នៅលើទូរស័ព្ទទៀតសួរថាបើសិនជាយើងអាចលេង game លើទូរស័ព្ទបានយើងគួរតែទិញ PS Vita អត់យ៉ាគួរទិញបើសិនជាអ្នកនរគ្នាចូលចិត្តលេង game ដោយសារអីអានេះវាគឺជាម៉ាស៊ីនសម្រាប់យើងលេង game ពេលយើងតនេពេលយើងអុកសុកហើយ game វាសប្បាយលេងជាងប្រភេទ game នៅលើទូរស័ព្ទមួយទៀត PS Vita ហ្នឹងវាមាន2 version ប៉ុន្តែ version របស់ខ្ញុំនេះវាពេញនិយមជាងវាចេញក្រោយ version មុនប្រភេទ OLED វាធំជាងវាក្រាស់ជាងហើយកន្លែងសាកថ្មរបស់វាធំបើនេះ PS Vita Slim វាចេញក្រោយវាប្រើ LCD ដែលអេក្រង់វាប្រើបានយូរជាងរូបរាងវាតូចស្ដើងជាងហើយហ៊ុនសាករបស់វាគឺប្រភេទ micro USB បាទហើយវាមានហ៊ុនដោតកាសទៀតហើយនេះក៏មានកាមេរ៉ាដែរកាមេរ៉ាវាថតរូបថតវីដេអូបានគ្រាន់តែវាមិនច្បាស់ដូចយើងថតលើទូរស័ព្ទទេអញ្ចឹងសម្រាប់យោបល់ខ្ញុំឯណាបើអ្នកនរគ្នាដែលដូចថាពេលតនេអុកសុកចូលចិត្តលេង game ចង់បានម៉ាស៊ីន game មួយសម្រាប់ម៉ាស៊ីន game មួយផ្ទាល់ខ្លួនសម្រាប់លេង game ពេលយើងទំនេរពីការងារអញ្ចឹង PS Vita នេះគឺជាជម្រើសល្អតម្លៃវាឥឡូវធូរថ្លៃទេតែ100ជាងទេឥឡូវដូចរបស់ខ្ញុំកាន់នេះ$179បើសិនជាបងប្អូនទាំងអស់គ្នាទិញពី Game Boy Cambodia គឺមានថែមជូន memory SanDisk 128GB មានថែមជើងតធានារយៈពេល1ខែពេញបញ្ចូល game ឲ្យមកពេញមានថែមដុំសាកហើយពិសេសមួយទៀតបើសិនជាបងប្អូនទាំងអស់គ្នា comment នៅក្នុងវីដេអូនេះ screenshot ពេលដែលមកទិញ PS Vita បង្ហាញទៅអ្នកលក់ទៅគេនឹងថែមជូនកាបូបដាក់ PS Vita តម្លៃ$12ឲ្យមួយទៀតបាទពិសេសមែនតើហើយខ្ញុំចង់បញ្ជាក់ប្រាប់ថាសម្រាប់ game ដែលយើងដាក់លេងមិនបាច់មកបញ្ចូលចង់ download game លេងខ្លួនឯងក៏បានដែរ connect Wi-Fi ហើយជាមួយកម្មវិធីនេះកម្មវិធី PKG អញ្ចឹងចូលមកកម្មវិធី PKG ហ្នឹងគឺវាមាន game រាប់ពាន់ game សម្រាប់ឲ្យយើង download លេងទៅខ្លួនឯងតែម្ដងនេះឈ្មោះ game របស់វាស្អីខ្លះច្រើនណាស់បាទអញ្ចឹងយើងអាច download លេងខ្លួនឯងក៏បានមកចូលនៅ Game Boy ក៏បានដែរប៉ុន្តែចង់បញ្ជាក់តិចពេល connect ជាមួយនឹង Wi-Fi កុំ update version ជួនកាលវា load យើង update យើងបិទ auto update ទៅ update អត់អីទេវាដាក់ jailbreak យើង jailbreak បានប៉ុន្តែគាត់ថាហ្នឹងខាតពេលរបស់យើងត្រូវ jailbreak អីម្ដងទៀតអញ្ចឹងទៅបាទនេះអានេះពណ៌ទឹកប្រាក់អានេះពណ៌ខ្មៅលឿងក្រហមស្អាតមែនទែនបាទអញ្ចឹងបើសិនជាបងប្អូនទាំងគ្នាមានចំណាប់អារម្មណ៍ជាមួយនឹងម៉ាស៊ីន game PS Vita អាចមករកទិញបាននៅ Game Boy Cambodia promotion ដូចខ្ញុំប្រាប់មិញអញ្ចឹងហើយនៅ Game Boy យើងមិនមែនមានលក់តែ PS Vita ទេយើងមានតែ PSP ម៉ាស៊ីន game Nintendo Switch Switch 1 Switch 2 PS4 PS5 5 Pro ក៏ដូចជា accessory សម្រាប់ម៉ាស៊ីន game ច្រើនទៀតកាបូបអីហ្នឹងបាទគឺមានទាំងអស់កាសែត game អីក៏យើងមានដែរនិយាយទៅពិភព game ហ្មងចង់បានវ៉ែនតា VR សម្រាប់លេង game ក៏មានដែរនិយាយទៅឲ្យតែ game មកហៅ Game Boy មកមើលតែឈ្មោះដឹងឯងដាក់ Game Boy អញ្ចឹង game អីក៏មានដែរម៉ាស៊ីន game អីក៏មានដែរបាទអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណចាំជួបគ្នានៅក្នុងវីដេអូក្រោយទៀត